សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះខ្ញុំបានមកដល់ទឹកដីខេត្តសៀមរាបហើយឥឡូវនេះខ្ញុំបានមកដល់ប្រាសាទមួយដែលវាមានភាពស្រស់ស្អាតមែនទែនប៉ុន្តែខ្ញុំអត់ស្គាល់ថាឈ្មោះប្រាសាទនោះឈ្មោះប្រាសាទអីទេប៉ុន្តែថ្ងៃនេះខ្ញុំនឹងមានមិត្តភក្តិរបស់ខ្ញុំម្នាក់គាត់ជា local guide នៅសៀមរាបអញ្ចឹងគាត់នឹងបង្ហាញអ្នកទាំងអស់គ្នាអំពីប្រាសាទមួយនេះអូខេចង់ដឹងថាប្រាសាទមួយនេះវាយ៉ាងណាកុំភ្លេចតាមដានវីដេអូនេះទាំងអស់គ្នា Whispers rise from the cracks in the street. Loose-lipped poets on cobbled ground. Every word a kaleidoscope sound. We're chasing night lights in the city. Spinning wild dreams out of pity. Every heart beats a brand new song. Time feels right, the world's not wrong. សួស្តីបងប្អូនថ្ងៃនេះខ្ញុំចង់បង្ហាញប្រាសាទមួយដែលភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិមិនសូវស្គាល់ប្រាសាទនេះគឺប្រាសាទវត្តអាទ្វារប្រាសាទបុរាណមួយនេះកសាងក្នុងសតវត្សទី12ក្នុងរជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី2ដំណើរប្រាសាទអង្គរវត្តជាប្រាសាទមួយដែលកសាងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាប្រាសាទមួយនេះមានទីតាំងមិនឆ្ងាយប្រមាណជា4គីឡូម៉ែត្រពីទីក្រុងសៀមរាបចំពោះបងប្អូនដែលមានគោលដៅទៅទស្សនាភ្នំធម្មជាតិឬបឹងធម្មជាតិបឹងទន្លេសាបបងប្អូនអាចឈានមកទស្សនាប្រាសាទមួយនេះបាន Wild dreams out of pity. Every heart beats a brand new song. Time feels right, the world's not wrong. អូខេអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងថាប្រាសាទមួយនេះវាស្រស់ស្អាតប៉ុណ្ណាអ្នកទាំងអស់គ្នាអាចមកទស្សនាបានជួបគ្នានៅវីដេអូក្រោយបាយបាយ